បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូពាក់ព័ន្ធជាមួយនឹងការលម្អិតនៃការអឺប្រើប្រាស់តាំងពីការបើកការ register license និង function នៅក្នុង AI Boy អញ្ចឹងក្នុងថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង AI Boy ដែលឥឡូវនេះគឺខ្ញុំបានអភិវឌ្ឍដល់ version 7.4.3 ហើយនៅក្នុងក្រុមខ្ញុំតម្លាក់ត្រឹម 7.4.2 អញ្ចឹងមុនបងមានបងប្រុសគាត់ឲ្យចេញជាលក្ខណៈជារូបតែដែលហេតុថាយើងមើលជាក់ស្ដែងទៅបើចេញជារូបវាវែងឆ្ងាយវាអាច20-30រូបទោះជា function តិចក៏ដោយអញ្ចឹងណាអញ្ចឹងខ្ញុំសុខចិត្តសន្មតថាចេញជាវីដេអូមួយទៅហើយខ្ញុំ pin បញ្ជាក់ឲ្យ pin នៅលើក្រុម Telegram របស់យើងទាំងអស់គ្នាអញ្ចឹងបងប្អូនអាចធ្វើការចុចនៅ pin ហ្នឹងដើម្បីធ្វើការស្វែងរកបាននៅពេលថ្ងៃក្រោយពេលបងប្អូនធ្វើការមើលអាចចូលមកមើលមួយសារទៀតបានអញ្ចឹងនៅពេលដែលខ្ញុំតម្លាក់ទៅកាន់បងប្អូនទាំងអស់គ្នាប្រកាសជាបងប្អូនឃើញ file តែមួយនេះទេណាតែមួយនេះទេអញ្ចឹងឥឡូវខ្ញុំធ្វើការលុបសិនខ្ញុំលុបចោលសិនច្រឡំអិចខ្ញុំលុបចោលសិនអញ្ចឹងបងប្អូនចូលមកប្រកាសជាឃើញ file តែមួយនឹងទេពេលដែលខ្ញុំផ្ញើទៅបងប្អូនអស់គ្នាឬមួយក៏បងប្អូនចូលទៅទាញតាមតំណដែលខ្ញុំដាក់ឲ្យអញ្ចឹងណាអញ្ចឹងដើម្បីធ្វើការបើក program នេះបានគឺទី1បងប្អូនត្រូវតែមាន WinRAR 7zip ឬមួយកម្មវិធីផ្សេងដែលអាចពន្លា file RAR file zip បានបញ្ជាក់ file RAR file zip បានណាអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺទី1បងប្អូនคลิกម៉ៅខាងស្ដាំបញ្ជាក់ខាងស្ដាំខ្ញុំបញ្ចូលព្យាយាមឲ្យយឺតណាចុចម៉ៅខាងស្ដាំពីលើហើយបងប្អូនរើសកម្មវិធីដែលបងប្អូនពន្លាណាដូចខ្ញុំអាចពន្លាជាមួយនឹង WinRAR ក៏បានខ្ញុំពន្លាជាមួយនឹង 7zip ក៏បានចាឥឡូវខ្ញុំពន្លាជាមួយ 7zip ចឹងទៅចឹងដល់ពេលខ្ញុំពន្លាហើយបងប្អូននឹងឃើញថាពេលដែលបើកមកគឺចេញបែបនេះណាគឺមានតែប៉ុណ្្នឹងទេចឹងចំពោះបងប្អូនដែលថ្មីចឹងបងប្អូនគ្រាន់តែคลิกម៉ៅស្ដាំពីលើចុចម៉ៅស្ដាំពីលើបញ្ជាក់ចុចម៉ៅស្ដាំពីលើហើយចុច open មកឬមួយក៏ចុចម៉ៅឆ្វេងពីលើនឹង2ដងក៏បានដែរណា open មកវានឹងចេញទាំងខ្មៅចឹងបងប្អូនចុចវា minimize ចោលទៅហើយបន្តិចទៀតវាលុបទាំងមកបែបនេះណាទាំងមកបែបហ្នឹងអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើទី1ធម្មតាទៅយើងប្រើកម្មវិធីយើងត្រូវការអានទៅលើហ្នឹងថាគេដាក់អីគេខ្លះ information វាលើហ្នឹងឲ្យយើងធ្វើគេខ្លះបានយើងអាចប្រើប្រាស់បានមិនខុសណាពីយើងទិញទូរស័ព្ទថ្មីយើងចំណាយពេលក្នុងការតេស្តវាមើលថាមុខងារវានេះវាមានអីគេខ្លះហើយដើរដំណើរការយ៉ាងម៉េចអញ្ចឹងណាវាមិនខុសគ្នាទេអញ្ចឹងអធិស្ឋានបងប្អូនធ្វើការយកចិត្តទុកដាក់នៅកន្លែងចំណុចនីមួយៗផងអញ្ចឹងនៅកន្លែងនេះគឺខ្ញុំបានបញ្ជាក់នៅខាងលើឲ្យថា hardware ID អញ្ចឹង click to copy អានេះមានន័យថាចុចពីលើហ្នឹងវាស្មើនឹង copy អញ្ចឹងណាចានេះគឺលេខម៉ាស៊ីនរបស់បងប្អូនគាត់តែចុចម៉ៅឆ្វេងពីលើមកម៉ៅឆ្វេងបញ្ជាក់បើម៉ៅស្ដាំបងប្អូនចុចម៉ៅស្ដាំចេញចេះបើបងប្អូនចុចម៉ៅឆ្វេងគឺយើង select អញ្ចឹងអត់មានចេញអីទេអញ្ចឹងចុចម៉ៅឆ្វេងពីលើហ្នឹងមកវានឹងលោតផ្ទាំងបែបនេះមកណាផ្ទាំងបែបនេះមកអញ្ចឹងកន្លែងនេះគេដាក់ថា hardware ID copy អញ្ចឹងកន្លែងហ្នឹងបញ្ជាក់ថាវាបាន copy ហើយអញ្ចឹងបងប្អូនគាត់តែចុចតែ OK មកហើយបងប្អូនបើក Telegram ឬមួយក៏ Facebook ឬមួយក៏ស្អីដែលបងប្អូនឆាតមកខ្ញុំបងប្អូនឆាតមកខ្ញុំហ្នឹងហើយផាសវាមកคลิกម៉ៅស្ដាមវាមកហើយផាសមកអញ្ចឹងណាវាផាសវាមកវានឹងលោតមកហើយណាផាសវាមកលោតមក Control V អញ្ចឹងណា Control C Control V អញ្ចឹងណាអញ្ចឹងផាសវាមកវានឹងលោតហើយខ្ញុំធ្វើការតម្លាក់ license ទៅតាមបងប្អូនទិញរយៈពេលខែរយៈពេលឆ្នាំគឺខ្ញុំតម្លាក់តាមហ្នឹងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺអ្នកដែលគាត់ប្រើប្រាស់ថ្មី
ហើយអ្នកដែលគាត់អត់ទាន់ប្រើប្រាស់គាត់ដែលបានប្រើប្រាស់ហើយអធិស្ឋានគាត់ដែលអ្នកបានប្រើប្រាស់ហើយគឺគាត់គ្រាន់តែបើកមកគឺគាត់មានព័ត៌មានរួចស្រាប់គ្រាន់តែចុច activate login ទៅជាការស្រេចឥឡូវខ្ញុំធ្វើការ undo file ចាស់មកវិញហើយខ្ញុំ delete នេះចោលបាទអញ្ចឹងបងប្អូនដែលប្រើប្រាស់ហើយធ្លាប់ប្រើប្រាស់ហើយបងប្អូននឹងមាន license bin ហើយនឹង setting បើបងប្អូនអត់ទាន់ប្រើប្រាស់ទេគឺចូលទៅអត់មាន license bin នេះទេណាអញ្ចឹងបងប្អូនគាត់តែចុចលើ file ដែលបើកហ្នឹងមក file ដែលយើងប្រើប្រាស់ហ្នឹងចុចមកវានឹងចេញផ្ទាំងខ្មៅដូចគ្នាហើយនឹងចេញ license information ដែលបងប្អូនបានដាក់រួចរាល់ហើយណាអញ្ចឹងឧទាហរណ៍ថាបើ license បងប្អូនផុតកំណត់ឥឡូវខ្ញុំលុបត្រឹម នេះចោលផុតកំណត់អញ្ចឹងនៅពេលដែលបងប្អូនចុច verify license and start bot វានឹង load បែបនេះណា load បែបហ្នឹងអញ្ចឹងមានន័យថា license បងប្អូនផុតកំណត់ហើយអញ្ចឹងបងប្អូនតាក់ទងមកខ្ញុំបើសិនជាបងប្អូនចង់ធ្វើការបញ្ជាទិញប្រើប្រាស់បន្តអញ្ចឹងគ្រាន់តែ copy hardware ID នេះមកផ្ញើខ្ញុំមក click ពីលើមួយមក copy មកផ្ញើខ្ញុំមកបានហើយបងប្អូនបងគិតជាខែគិតជាថ្ងៃគិតជាឆ្នាំដែលបងប្អូនចង់បានទៅខ្ញុំធ្វើការដាក់ជូនតាមបងប្អូនចង់ប្រើទៀតណាក៏ប៉ុន្តែបើសិនជាបងប្អូនអត់ទាន់ផុតកំណត់ទេខ្ញុំដាក់ ចូលវិញចឹងដល់ពេលបងប្អូនចុច verify license and start bot វានឹង load បែបនេះណា load បែបនេះចឹង license នឹងប្រាប់ថានេះ license របស់បងប្អូននៅត្រឹមត្រូវអាច start bot បានចឹងបងប្អូនចុច OK ខ្ញុំព្យាយាមបញ្យល់យឺតមួយសង្ឃឹមថាបងប្អូនចំណាយពេលមើលណាអញ្ចឹងឥឡូវនេះគឺយើងចូលមកកាន់ AI Boy version 7.4.3 ដែលនៅក្នុងក្រុមខ្ញុំបញ្ជាក់ហើយខ្ញុំតម្លាក់វីដេអូនេះទៅគឺក្នុងក្រុមនៅត្រឹមតែ version 7.4.2 ទេដែលនៅក្នុង version 7.4.2 គឺមានតែ 4 tab ទេ log output setting trading ហើយនិង dashboard ណាតែ 7.4.3 នេះគឺមាន detail អញ្ចឹងខ្ញុំធ្វើការពន្យល់ពីមុខរហូតដល់ក្រោយណាអញ្ចឹងនៅពេលដែលយើង start bot បញ្ជាក់នៅពេលដែលយើង start bot បើសិនជា meta tradify យើងអត់ទាន់បើកទេណា meta tradify យើងអត់ទាន់បើកទេអញ្ចឹងវានឹងធ្វើការបើកអូតូឲ្យយើងតែម្ដងមានន័យថាយើងគ្រាន់តែ start AI Boy បើសិនជាយើងធ្លាប់ connect ពីមុនហើយវាបើកមកអូតូតែម្ដងតែបើសិនជាបងប្អូនបើក Meta Tradify មុនបើក AI Boy ក៏បានដែរតែបើសិនជាខ្ជិលបើក Meta Tradify បងប្អូនបើកតែ AI Boy មកវាចេញមកខ្លួនឯងតែពេលបងប្អូនបិទ AI Boy ទៅវិញវាបិទទៅវិញហើយអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំបើកនេះគឺជា account demo ដែលខ្ញុំធ្វើការបង្ហាញអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំ switch ទៅ M5 អញ្ចឹងឥឡូវនេះគឺនៅ feature ទី1ដែលខ្ញុំបង្ហាញនៅលើ dashboard អញ្ចឹងនេះ minimize សិនអញ្ចឹងនៅលើ dashboard នេះគឺមានការបង្ហាញអំពី contact license រយៈពេលដែលបងប្អូនប្រើប្រាស់ dark mode បងប្អូនអាចដោះដូរបានហើយកន្លែងនេះខ្ញុំអត់ទាន់ប្រាប់ទេបងប្អូនអាចចុចមើលបានអញ្ចឹងនៅក្នុង dashboard នេះវាមានផ្ទាំង show candle chart ដែល show candle chart នេះមិនមែនចេះតែ show ឲ្យដល់ល្អមើលទេគឺវាចាប់ flow chart ជាក់ស្ដែងទៅតាម time frame ដែលយើង select អញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងនឹងបានបង្ហាញនៅពេលដែលខ្ញុំចាប់ដើម start ឲ្យ bot ដំណើរការនៅកន្លែងនេះគឺ account balance ដែលបានបង្ហាញអំពី balance យើងជាក់ស្ដែងដែលយើង deposit current balance នេះមានថា balance ដែលជា equity ដែលរាប់ពី balance យើង deposit នៅពេលដែលយើងជួញដូរហើយវាឡើងឬមកក៏វាចុះហើយកន្លែង profit ហើយនិង loss នេះបង្ហាញថាយើងចំណេញបានប្រមាណហើយខាតប្រមាណគិតជាភាគរយប្រមាណអញ្ចឹងណាកន្លែង dynamic lot status នេះគឺបានបង្ហាញអំពី lot size ដែលវាចេញក្នុងការ order position បន្ទាប់
ដែលបច្ចុប្បន្ននេះគឺវា select fix lot size 0.01 ចឹងដល់ពេលដែលវា order វា refresh បងប្អូនអាចចុច show log នេះមកវានឹងបង្ហាញថាវាបាន order ប្រហែល lot size ខ្លះចឹងណាចឹងតិចទៀតវាដំណើរការកន្លែងហ្នឹងក៏មានដែរកន្លែង show lot state ចឹងវានឹងបង្ហាញកន្លែង reverse order recovery នេះគឺខ្ញុំបញ្ចូលនៅក្នុង version 7.4.2 ដែលមុខងារវាគឺសម្រាប់ធ្វើការចាប់ attention ទៅលើ signal ដែល reverse ខុសប្រកដីអញ្ចឹងវានឹងធ្វើការចេញ order ដើម្បីធ្វើការកាក់ដើម្បី recovery profit មកវិញអញ្ចឹងកន្លែងនេះខ្ញុំដាក់ប៊ូតុង reset recovery ឧទាហរណ៍ថាបើសិនជាវា jam ខុសខ្លាំងពេកបងប្អូនគិតថាកន្លែងហ្នឹងឥឡូវខ្ញុំបើក Meta Testify ឧទាហរណ៍ថាបើសិនជាវាកំពុងតែ order នៅតម្លៃនេះលើចុចបាយមួយចុះសួរបញ្យល់ខ្ញុំ order នៅតម្លៃ 4377 ណាតែដល់ពេលដែល Position Recovery នេះវាកំពុងតែឡើងដល់ប៉ុណ្ណឹងតែវាបុកធ្លាក់ចុះមកវិញតែដល់ពេលវាបុកធ្លាក់ចុះមកវិញឥឡូវវាថាឧទាហរណ៍ដល់វាមកដល់ 4364 ស្រាប់អត់ចេញ Position Recovery ទេអញ្ចឹងបងប្អូនចង់ឲ្យវាចេញលឿនបងប្អូនចុច Reset Recovery មកពីព្រោះថា Function Bot គឺវារងចាំចំណុច M3 មានថាខ្ពស់បំផុតទាបបំផុតបានវាចាប់ដើមចេញ version ចេញ Position សម្រាប់ Recovery ទុកអញ្ចឹងណាវាអត់ចេញបដិញទេបើចេញបដិញវាប្រឈមនឹងការខាតច្រើនអញ្ចឹងបើបងប្អូនចង់ចេញតាមចិត្តបងប្អូនចុច Reset Recovery ទៅណាមានចំណុចមួយទៀតដែលបងប្អូនអាចដាក់ឲ្យវាចេញច្រើនបានបើចុច Reset ក៏បានដែរតិចទៀតខ្ញុំធ្វើការបង្ហាញឥឡូវខ្ញុំ close នេះចោលសិនហើយខ្ញុំសូមអធិស្ឋានផងចំពោះសំឡេងព្រោះវីដេអូនេះខ្ញុំយកទៅអត់ថែមសំឡេងទៀតទេព្រោះរាល់វីដេអូមុនខ្ញុំថែមសំឡេងទៅគុណភាពវីដេអូវាបែកមើលទៅអត់សូវច្បាស់អញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយ tab dashboard នេះខ្ញុំបានបង្ហាញឲ្យហើយឥឡូវយើងចូលក្នុង tab trading ក្នុង tab trading នេះគឺមាន start stop button មាន target profit ហើយនិង loss profit មាន dynamic lot management ខ្ញុំចុចពណ៌សស្រួលមើល dynamic lot management មាន trading mode selector ដែលនៅក្នុងនោះវាមាន normal mode មាន BPO ហើយនិង ICT model កន្លែងនេះគឺជា total profit take profit ដែលគិតជា box close ចឹងយើងអាចកំណត់ target យើងចំណេញប៉ុណ្ណាយើងឲ្យវាបិទហើយវា order position ថ្មីដែលខ្ញុំបានបញ្ជាក់នៅហ្នឹងថានឹងបិទ position ទាំងអស់ភ្លាមនៅពេលដែលចំណេញសរុបដល់គោលដៅហើយខ្ញុំក៏បានបញ្ជាក់អង់គ្លេសនៅខាងក្រោមនេះដែរអញ្ចឹងគោលដៅមានថាគោលដៅ position ដែលយើង order មានឧទាហរណ៍ថាមាន1 2 3អញ្ចឹងបើសិនជា3ហ្នឹងវាដល់តម្លៃដែលយើងចំណេញហើយវាធ្វើការបិទមានថាវាធ្វើការបិទទាំងអស់ហើយវាធ្វើការ order ថ្មីទៀតបញ្ជាក់មកអាសាទៀតមាន1មាន2មាន3ឬមួយក៏ច្រើនជាងហ្នឹងឧទាហរណ៍ឲ្យយើងដាក់ចំណេញ$1អញ្ចឹងវា total ឃើញដល់$1វាបិទទាំងអស់ហើយវាចេញ order ថ្មីចាឧទាហរណ៍ដល់វាដល់ចំណេញប៉ុណ្ណឹងវាបិទប៉ក់ហើយវា order ថ្មីទៀតដែរហ្នឹងគឺ function ហ្នឹងនៅខាងក្រោមនេះគឺមាន trading symbol អាហ្នឹងគឺជា symbol ដែលយើងធ្វើការ trading មានប៊ូតុង add symbol ហើយនឹង load candle chart ដែលនៅក្នុងនោះគឺមាន symbol គោលដែលខ្ញុំបានដាក់មួយចំនួនហើយបើសិនជាបងប្អូនចង់បន្ថែមទៅលើ symbol ដែលបងប្អូនប្រើប្រាស់ទៅតាម broker បងប្អូនបញ្ជាក់ bot ខ្ញុំនេះគឺពាក់កណ្ដាល AI ពាក់កណ្ដាល bot គឺប្រើ AI ដើម្បីបញ្ជាកូដឲ្យវាដំណើរការ AI អ្នកគិតមិនមែនសរសេរដាក់ Optify និយាយថា AI ដែរអាហ្នឹង C++ ទេសូមបញ្ជាក់ឡើងហ្នឹងបន្តិចអញ្ចឹងដើម្បីធ្វើការឲ្យដាក់ symbol ថ្មីបានបងប្អូនចុចទៅលើយកមកឆ្វេងចុចទៅលើ add symbol បងប្អូនគ្រាន់តែដាក់ក្បៀសមួយមកហើយទៅសេមកឧទាហរណ៍ថាឥឡូវវាអត់ទាន់មាន BTC USDC ទេឥឡូវដាក់ BTC USDC បងប្អូនបិទមួយមកចុចក្បៀសមួយមកចុច save ទៅអញ្ចឹងវានឹងបញ្ជាក់ថាវានៅក្រោមគេនេះអញ្ចឹងបងប្អូនគ្រាន់តែចុចមើលមួយសារទៀតមកនឹងឃើញនេះ BTC USDC ឃើញទេអូខេបាទ
កន្លែងហ្នឹងគឺកន្លែង add symbol កន្លែង fix lot setting នេះគឺកន្លែងដែលយើងចាប់ដើមជាមធ្យម lot ឬមួយជា lot ដែលទូចបំផុតដែលយើងចង់ឲ្យចាប់ដើមអញ្ចឹងខ្ញុំដាក់ default 0.01 អញ្ចឹង max ធំអស់ហើយ 0.5 ចង់បានលឿនហ្នឹងក៏ខ្ញុំអាចសេរីឲ្យបានដែរក៏ប៉ុន្តែវាហានិភ័យធំដល់ដើមបងប្អូនខ្លាំងធំខ្លាំងមែនតើអញ្ចឹងជាជំរឿនល្អបងប្អូនអាចដាក់ 0.01 fix ទៅពីព្រោះថាវាមិនមែនដាក់ 0.01 វាចេញ 0.01 ទាំងអស់ហើយកន្លែងខ្លះលក្ខខណ្ឌសំខាន់ក៏វាអាចនឹងចេញលើនឹងតិចតួចដែរអញ្ចឹងណាតែវាមិនខុសគ្នាលៀងឆ្ងាយអីណាទេខាងក្រោមនេះគឺ position recovery status ដែលអាហ្នឹងគឺបានបង្ហាញនៅខាងមុខនេះហើយនេះហើយកន្លែងខាងនេះគឺ account information អានេះពាក់ព័ន្ធជាមួយនឹង balance equity ហើយនឹង margin leverage ដែល margin leverage នេះនឹងធ្វើការបង្ហាញផ្ទាល់ទៅតាម account របស់បងប្អូនមួយដែល broker កំពុងតែធ្វើការពង្វល់ទៅលើ margin leverage របស់បងប្អូនអញ្ចឹងខ្ញុំបាន connect ជាមួយ API ហើយអស់ហើយអញ្ចឹង broker បងប្អូនដែលកំពុងធ្វើការពង្វល់គាត់ពង្វល់ប្រមាណបងប្អូនអាចចូលមើលផ្ទាល់បានពីព្រោះថា broker ពេលខ្លះគាត់និយាយថាគាត់ពង្វល់ប៉ុណ្ណេះ spread ក៏ឲ្យប៉ុណ្ណេះតែតាមពិតជាក់ស្ដែងនៅពេលផ្សារជួញដូរគាត់លេងមកឆ្ងាញ់ដែរមកអញ្ចឹងយើងអាចមើលបានជាក់ស្ដែងថាពេលដែលដំណើរការហ្នឹងវាលោតប្រមាណអីប្រមាណអញ្ចឹងណាអញ្ចឹងកន្លែងខាងក្រោមនេះខ្ញុំបញ្យល់ហើយឥឡូវខ្ញុំឡើងមកលើពាក់ព័ន្ធជាមួយនឹង trading mode selector នៅក្នុងហ្នឹងវាមាន3វាមានទី1 normal mode មានទី2 BPR ហើយមានទី3 ICT ខ្ញុំអត់អាចបញ្យល់វែងឆ្ងាយបានទេពីព្រោះនេះវាពាក់ព័ន្ធជាមួយបច្ចេកទេសគ្រាន់តែបងប្អូនអាចនឹងដឹងថាទី1 BPR នេះវាចាប់ទៅលើ FVG FVG ហើយនិង BPR ហើយវាធ្វើការចេញ order ថា buy មួយក៏ sell តែចំពោះ ICT concept នេះនៅលើ BPR នេះចឹងបើសិនជាវាឃើញថាវាច្បាស់ flow chart មួយណាវាជន់ buy ឬមួយក៏ជន់ sell ចឹងវាចាប់ទៅលើបច្ចេកទេសជាក់ស្ដែងហ្មងតែrecommend ធម្មតាទេ style មួយណាក៏លេងបានដែរតែយើងមើលផ្សារដែរអញ្ចឹងណាយើងមិនមែនចេះតែលេងទេហើយបើជាក់ស្ដែងសូម្បីតែខ្ញុំលេងក៏ខ្ញុំពេលខ្លះខ្ញុំយក BPR ពេលខ្លះខ្ញុំយក ICT model យើងលើមើលទៅតាមសារបើសារយ៉ាងល្អខ្ញុំយក ICT model ទៅព្រោះ ICT model ឆាប់ចំណេញហើយឆាប់ clear profit តែបើសិនជាផ្សារក្លុកអាចយក BPR នេះទៅហើយ normal mode នេះខ្ញុំនឹងធ្វើការបង្ហាញថាមួយណា mode ហ្នឹង mode អីគេព្រោះ normal mode ខ្ញុំដាក់នៅក្នុង tab setting ដែលជាចំនួន version ដំបូងដែលខ្ញុំដាក់ប្រឡែងឲ្យបងប្អូនប្រើប្រាស់ដំបូង 7.2 អញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូន select ICT model នេះ structure វានឹងធ្វើការរែងមើលថាមាន signal ក៏ដាក់ no clear signal តែអត់ clear signal អត់ order ទេមានថាបើអត់ចាប់ signal ច្បាស់អត់ចាប់ flow តារាងច្បាស់អត់ចាប់ថាវាត្រូវតម្រង់ទេវាអត់ទិញអត់លក់ទេបញ្ជាក់ឡើយនឹងតិចណាតែបើសិនជាបងប្អូនចុចទៅលើ BPR អញ្ចឹងវាមកខាងនេះវិញវាបញ្ជាក់ថាចន្លោះពី 4308 នេះទៅដល់ 4378 នេះគឺជា range សម្រាប់ sell ហើយអញ្ចឹងវាអាចធ្វើការ order sell បានហើយអញ្ចឹងបញ្ជាក់ BPR នេះនៅក្រោម ICT model មានថាបើនិយាយចំណាប់ថ្នាក់ជាស្រ័យយើងទៅឡានចំណាប់ថ្នាក់គឺ BPR ហើយបាន ICT model តែមិនមែនថាអ្នកនៅលើគេខ្លាំងទេវាដោយពេលទេអញ្ចឹងណាអញ្ចឹងបងប្អូនអាចធ្វើការ test ជាមួយនឹង demo សិនឲ្យយល់ដំណើរការ process វាដំណើរការចាំធ្វើការ test ជាមួយ account ជាក់ស្ដែងហើយខ្ញុំសូមឲ្យបងប្អូនដែលទិញហើយក្តីមិនទាន់ទិញហើយក្តីចង់ស្វែងយល់អាចព្យាយាមតាមមើល feedback និងការចែកម្លែករបស់បងដែលគាត់ប្រើប្រាស់យូរហើយពីព្រោះថាគាត់ក៏ធ្លាប់ខាតមិនមែនគាត់គួយតែចំណេញទេគាត់ក៏ខាតដែរអញ្ចឹងណាអញ្ចឹងអាចទៅតាមដានមើល feedback របស់ពួកគាត់លេងរបៀបម៉េចអីរបៀបម៉េចអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងតាមទាន់ព័ត៌មានដែលពួកគាត់បានចែកម្លែកហើយពួកយើងអាចធ្វើការស្វែងយល់បន្ថែមហើយអាចលេងតាម style ដែលយើងចង់បានតែខ្ញុំបញ្ជាក់ style ទៅកុំឲ្យតែ style ចេញមកខុសរបៀបខាតអាហ្នឹងជារឿងរបស់បងប្អូនពីព្រោះថាខ្ញុំបង្កើតមកនេះខ្ញុំក៏លេងខ្លួនខ្ញុំផ្ទាល់ហើយមួយវិញទៀតខ្ញុំមិនមែនជា broker ទេឬមួយក៏ដៃគូ broker ស៊ីភាគរយទេ
ចឹងបងប្អូនទិញតម្លៃ$15ក្នុងមួយខែមួយឆ្នាំ$120ចឹងបងប្អូនយកទៅលេងចឹងបងប្អូន connect មួយ account មកបងប្អូន broker របស់បងប្អូនចំណេញបងប្អូនដកខ្លួនបងប្អូនខាតក៏បងប្អូនរែងបងប្អូនខ្ញុំគ្រាន់តែបង្កើត function សម្រាប់ជួយទប់ខាតតែនឹងឲ្យចំណេញឲ្យទេចឹងណាតែមិនមែនចេះធ្វើឲ្យរួចពីដៃព្រោះខ្ញុំប្រើដែរចឹងជាស្រ័យបងប្អូនយល់ចំណុចនឹងផងព្រោះជាទូទៅគេដាក់តែ bot MT5 ឲ្យ C++ យើងហ្នឹងហើយគេកំណត់ឲ្យយើងដាក់ profit ប្រមាណដាក់ balance ប្រមាណចំណេញដកគិត 35% ទៅ 40 បើខាតក៏ខាតទៅលុយបងប្អូនតែចំណេញគេបានលុយដែរហ្នឹងគេធ្វើនំអត់ម្សៅបងប្អូនអញ្ចឹងខ្ញុំអត់ធ្វើចឹងទេខ្ញុំសូមបញ្ជាក់ឡើងហ្នឹងតិចហើយកុំភ័យឲ្យតែមានបញ្ហាខ្ញុំនឹងធ្វើការអាប់ដេតហើយខ្ញុំឆែកមើលថាវាប៉ះពាល់ខ្លាំងខ្ញុំអាប់ដេតបន្ថែមអញ្ចឹងណាអញ្ចឹងយើងបន្តទៀតពាក់ព័ន្ធជាមួយកន្លែង trading mode selector នេះខ្ញុំប្រាប់ហើយចឹងពាក់ព័ន្ធជាមួយនឹង dynamic lot management dynamic lot management នេះគឺជាមុខងារសម្រាប់ធ្វើការ calculate lot size សម្រាប់ធ្វើការ order ទាំង order target មានថាទាំង order ទិញដើម្បីចំណេញទាំង order recovery សម្រាប់ធ្វើការដោះ hold បញ្ជាក់គឺជាមុខងារសម្រាប់ធ្វើការ dynamic lot management ហ្នឹងគឺជាមុខងារសម្រាប់ធ្វើការចេញកណនីចេញ lot size ដើម្បីធ្វើការ order គោលដៅដើម្បី take profit ឬមួយក៏ order គោលដៅសម្រាប់ធ្វើការ recovery profit ត្រឡប់មកវិញអញ្ចឹងនៅក្នុងហ្នឹងគឺមាន3 style ហើយពីមុនខ្ញុំបញ្យល់ឥឡូវមិនបាច់បញ្យល់ទេបងប្អូនបើសិនជាចង់ឲ្យ lot size ដេញទៅលើមានថាចាប់ពី 0.01 ដេញឡើងលើបងប្អូនគាត់តែចុច tick ឲ្យវា auto select strategy ខ្លួនវាទៅហើយហ្នឹង enable វាដើរទៅអញ្ចឹងវានឹង auto detect មើលថាវាគួររើសមួយណានៅក្នុងចំណោម3ហ្នឹងណាអញ្ចឹងបើបងប្អូនដក tick ចេញអញ្ចឹងបើវា select risk base នេះគឺ lot size fix 0.01 គឺ 0.01 fix ហ្មងតែបងប្អូនចុច aggressive ក៏ប៉ុណ្ណឹងចុច volatility adjusted ក៏ប៉ុណ្ណឹងតែបងប្អូនចុច volatility adjusted បងប្អូនចុច auto ក៏វាចាប់ auto risk base មុនដែរព្រោះវាចូលភ្លាមវាអត់ចាប់អា level 3វាចាប់ level 1 មុនអញ្ចឹងណាហើយអានេះយើងគិតក្នុង balance per trade មានន័យថា balance បងប្អូន deposit ចូលប្រហែល$27អញ្ចឹងវាគិតនៅក្នុង balance total ពេលដែលវាចេញ position 4-10ហ្នឹងក្នុងមួយ per trade វាចេញ 4-10 position ហ្នឹងវាគិត risk management 2% ណាចឹងបងប្អូនអាចតម្លាក់បានបងប្អូនដាក់1ក៏បាន 1.0 ក៏វាស្មើនឹង 1%ណា 2.0 ក៏វាស្មើនឹង 2% ឬមួយក៏ដាក់2យកហ្មងក៏បានដែរអានេះបើនិយាយគណិតវិទ្យាយើងដាក់2.00 និង 2000 អញ្ចឹងណាតែបើសិនជា 2.0 អាហ្នឹងកតុយនេះគេអត់រាប់ទេណាអញ្ចឹងបញ្ជាក់ឡើងហ្នឹងតិចចាអានេះវា default 2% អញ្ចឹងវាធ្វើការកណនី lot size ហើយវានៅពេលដែលយើងដាក់វាដំណើរការដាក់ឲ្យ bot ដំណើរការចេញចុច dashboard មកវាធ្វើការបង្ហាញថាវាឥឡូវវង select អីគេណា select អីគេចឹងកន្លែងហ្នឹងគឺបញ្ជាក់មួយសារទៀតគឺសម្រាប់ធ្វើការកណនី lot size ដើម្បីធ្វើការ order គោលដៅដើម្បី take profit យកចំណេញឬមួយក៏ order គោលដៅដើម្បីធ្វើការ recovery នៅពេលដែលជាប់ hold ដែលវាធ្វើការកណនី lot size ត្រឹមត្រូវណាមួយដើម្បីធ្វើការកាត់យកចំណេញឬមួយកាត់ខាតតិចតួចបើសិនជាវាឆ្ងាយរែងខាងពេកហើយវាធ្វើការ recovery back មកវិញ recovery profit យកមកវិញណាសង្ឃឹមថាបងប្អូនយល់អញ្ចឹងយើងទៅដល់ខាងលើនេះខ្ញុំទើបតែថែមនៅក្នុង version 7.4.3 នេះទេទើបតែថែមទេណាតែនៅក្នុងហ្នឹងគឺមុខងារ target profit ហើយនឹង loss stop អញ្ចឹងកន្លែងនេះឧទាហរណ៍ណាឧទាហរណ៍បើសិនជាបងប្អូនដាក់លុយ$27 $27 អញ្ចឹង target បងប្អូនយកប្រហែលយកពីលើនឹង$20ទៀតបងប្អូនដាក់$20មកមួយ$15ទៀត$15មកតមកទៀតបងប្អូនសុកចិត្តឲ្យខាតប្រហែលឥឡូវបងប្អូនថាឲ្យខាត$10រៀលអញ្ចឹងដាក់ដក$10ហ្នឹងទៅ 10.0 ក៏នៅ$10ដែរណាបងប្អូនណាបញ្ជាក់កន្លែងនឹងផ្សារទៀត
ចឹងបងប្អូនត្រូវដាក់ set ហើយបងប្អូនចុច enable ផងបងប្អូនដកចេញដក tick ចេញឃើញ disable ណា disable មានថាអត់ដំណើរការទេមុខងារ stop load នេះចឹងបងប្អូន tick ផងណាបន្ទាប់ពីបងប្អូន tick ហើយបងប្អូនមើលខាងក្រោមនេះគេមានដាក់ថា auto restart boot after stop ចឹងមានន័យថាបើសិនជាបងប្អូនចុចកន្លែងហ្នឹងវាដល់ target មួយណាក៏ដោយឧទាហរណ៍វាដល់ stop loss វា hold ដល់តម្លៃ$10ចឹងវាធ្វើការ close position ទាំងអស់ចោលហ្មង order កំពុងខាត10រៀលហ្នឹងគឺវាបិទចោលហ្មងវាអត់ឲ្យ order ទៀតទេតែបើបងប្អូន tick កន្លែងហ្នឹងបងប្អូន tick កន្លែងហ្នឹងចឹងឧទាហរណ៍ថាបងប្អូន tick កន្លែងហ្នឹងហើយ order ឥឡូវវាកំពុងខ្ញុំចុច2 3នេះណា2 3ហ្នឹងវាកំពុងខាតចឹងបងប្អូនគាត់ថាចុចកន្លែងហ្នឹងដល់ពេលវាដល់តម្លៃខាតគ្រប់$10វា close ភឹបហើយវាចេញ order ថ្មីទៀតហើយមានន័យថាវាធ្វើលក្ខណៈជាការវិលជុំជា loop ចឹងបើសិនជាបងប្អូនសម្រេចថាថ្ងៃហ្នឹងឲ្យខាតប៉ុណ្ណឹងឲ្យឈប់ហ្មងបងប្អូនដក tick ចេញហើយចំពោះការ take profit ហ្នឹងក៏ដូចគ្នាបើបងប្អូន take ចឹងមានន័យថាបើសិនជាវាដល់$15វានឹងធ្វើការ reset ហើយវាធ្វើការ order ថ្មីទៀតហើយ target ដដែលហ្នឹងទៀតចឹងណាចឹងខ្ញុំអត់ recommend ឲ្យបងប្អូនដាក់ tick ទេបើបងប្អូនចង់ដាក់ក៏ដាក់ទៅស្រេចតែ style បងប្អូនលេងទេតែបើសិនជាបងប្អូនដក tick ខ្ញុំបញ្ជាក់ចឹងនៅពេលដែលបងប្អូនដក tick ពេលវាដល់ target ចំណេញឬមួយក៏ខាតវានឹងបិទតែយើងចុច start bot នេះគឺអត់ដំណើរការវិញទេណាលុះត្រាតែបងប្អូនចុចពាក្យ reset default នេះចុចមួយប៉ក់មកវាចេញទម្រង់ដើមនេះហើយបងប្អូនធ្វើការ set សារដើមទៅណា set សារដើមទៅបងប្អូន set សារដើមហើយខ្ញុំដាក់$10វិញខ្ញុំដាក់20ចុងបងប្អូនចុច save ហើយចឹង target ថ្មីយើងធ្វើការ save ហើយរួចរាល់តមកទៀតបងប្អូនអាចធ្វើការចុច start bot បានចឹងវានឹងដំណើរការវិញធម្មតាក្នុងលក្ខខណ្ឌដែលវាខាតឬមួយក៏វាចំណេញតែចុច start bot ទៅអត់ដំណើរការណាបងប្អូនណាចឹងខាងលើនេះគឺប៊ូតុង start ប៊ូតុង stop កាលមុនមាន emergency stop មួយទៀតដែលខ្ញុំដកចោលប៊ូតុង start បងប្អូនដឹងហើយវា start ហ្នឹងហើយវាឲ្យ bot ដំណើរការហ្នឹងតែប៊ូតុង stop វាមានលក្ខខណ្ឌមួយបើសិនជាបងប្អូនកំពុងតែ order ឥឡូវថាមាសចឹងតោះកំពុង order មាសកតុយ M ឥឡូវខ្ញុំដូរដាក់ BTC កុំឲ្យវាទៅជាឬមួយក៏ដាក់មាសណាខ្ញុំចុច start បើខ្ញុំចុច start ភ្លាមចឹងកន្លែង dashboard នេះធ្វើការបង្ហាញព្រោះយើង select ទៅលើអីគេ ICT BPR ចឹងយើង select លើ BPR ចឹងវាចេញ flow chart BPR ណាចឹងវាចាប់ទៅលើ FPG ហើយ FPG ហើយធ្វើការសន្មតថា buy មួយក៏ sell ខ្ញុំសូមបញ្ជាក់តិច flow chart មិនមែនចេះតែដាក់ទេគឺវាចាប់លើបច្ចេកទេសជាក់ស្ដែងតែពេលខ្លះផ្សារវាខុសវាចេញព័ត៌មានមកប៉ះពាល់ signal ចាប់ថា buy ហើយតែផ្សារវាចេញមកព័ត៌មានទៅជា negative ស្ទុយទៅលើក៏មានដែរអញ្ចឹងមិនមែនកំហុសមកពីចាប់ខុសអីទេកំហុសមកពីព័ត៌មានពីព្រោះថាយើងអាចគ្រប់គ្រងបានទេបច្ចុប្បន្ននេះព័ត៌មានគឺអាចគ្រប់គ្រងហើយវិស័យដែលយើងកំពុងធ្វើការប្រើរកស៊ីជាមួយប្រើពាក្យរកស៊ីជាមួយនេះគឺវាពឹងផ្អែកទៅលើព័ត៌មានឥឡូវវាផ្ទះមិនបាន$1អញ្ចឹងកន្លែងហ្នឹងសង្ឃឹមថាបងប្អូនយល់អញ្ចឹងវាធ្វើការដំណើរការបន្តមកទៀតឥឡូវក្នុង tab នេះនៅពេលដែលបងប្អូនឲ្យវាដំណើរការហើយអញ្ចឹងបើសិនជាបងប្អូនធ្វើការចុច stop ណាបងប្អូនធ្វើការចុច stop ឥឡូវឲ្យវា order អញ្ចឹងបងប្អូនធ្វើការចុច stop អញ្ចឹង position ទាំងអស់នឹងធ្វើការបិទមិនគិតទាំងខាតឬមួយក៏ចំណេញទេគឺវាបិទយកហ្មងវាអត់ខ្វល់នឹងខាតចំណេញទេណាបើសិនបងប្អូនចុច stop ព្រោះមានបងប្រុសម្នាក់គាត់យកទៅខ្ញុំប្រាប់ហើយតែគាត់ដឹងមិនខ្ញុំអត់ដឹងដែរប្រហែលជាគាត់ភ្លេចមើលទៅគាត់ចុចគាត់ខាតគាត់ប្រាប់ខ្ញុំតែងតែនិយាយប្រាប់ទៅកាន់បងប្អូនថាព្យាយាមស្ដាប់អ្វីដែលខ្ញុំប្រាប់
ពីព្រោះថាខ្ញុំអ្នកបង្កើតវាមកខ្ញុំដឹងថាវាត្រូវធ្វើមិនដំណើរការវាយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងសុំស្ដាប់ខ្ញុំផងកន្លែងចំណុចហ្នឹងប៉ុណ្ណឹងហើយពាក់ព័ន្ធជាមួយនឹងបិទឥឡូវខ្ញុំនិយាយបិទមួយទៀតអញ្ចឹងបើសិនជាបងប្អូនកំពុងតែធ្វើការដំណើរការ start board ណាហើយបងប្អូនចុចបិទតែម្ដងអញ្ចឹងវាស្មើនឹង close all position ដែរឃើញបិទអស់ហ៎អញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវតែប្រុងប្រយ័ត្នតែខ្ញុំមានលក្ខខណ្ឌថាបើសិនជាបងប្អូន start ហើយបងប្អូនចង់បិទណា start តែបងប្អូនចង់បិទទីហោថាបងប្អូនសង្ស័យថាវាដើរអត់ស្រួលដំណើរការវាអត់ល្អអីចឹងបងប្អូនចង់បិទចឹងណាចឹងបងប្អូនអាចធ្វើវិធីសាស្ត្រនេះបានតែខ្ញុំអត់ recommend ទេហេតុអីវាធម្មតាទេកម្មវិធីយ៉ាងនេះកាលពីមុនខ្ញុំដាក់ឲ្យឡើងឲ្យដើរជាមួយ CPU តែឥឡូវខ្ញុំ spare ខ្ញុំបំបែកឲ្យពាក់កណ្ដាលមានថា CPU ប្រហែលជា10ទៅ 15% អាចលើហ្នឹងហើយ RAM ច្រើនជាងពីព្រោះថាវាត្រូវការភាពរលាស់លឿនភាពតែវាប្រកបជាលឿនអញ្ចឹងយើងអាចប្រើលើ CPU ធំពេកទេអញ្ចឹងយើងអាចប្រើទៅលើ RAM វិញអញ្ចឹងណាទាំង RAM ចាប់ពី 8G ឡើងគឺអូខេអញ្ចឹងបើឧទាហរណ៍ថាឥឡូវកំពុងធ្វើការជួញដូរឥឡូវខ្ញុំដាក់ set target ផ្សារទៀតខ្ញុំដាក់ឲ្យវាចាញ់ត្រឹម$10ចំណេញខ្ញុំយកត្រឹម20ហើយចុច start អញ្ចឹងវាធ្វើការជួញដូរតែកំពុងតែជួញដូរហ្នឹងឥឡូវខ្ញុំទាញតម្លាក់មកក្រោមទេបងប្អូនឃើញបងប្អូនមើលទៅថាគ្រាន់ចេញ position គ្រាន់ចេញអីញ៉ៃបងប្អូនចង់បិទតែខ្លាច close position បងប្អូនคลิกមកស្ដាំកន្លែង task bar យ៉ាងក្រោមនេះคลิกមកចំពោះខ្ញុំ Windows 10 Windows 11វាស្តៀងគ្នាចុចមកយកពាក្យ task summit នេះបាទអញ្ចឹងបងប្អូននឹងឃើញពាក្យនេះ AI boy អញ្ចឹងបងប្អូនគាត់ចុចពីលើមកហើយយកពាក្យ end tag ចុចប៉ក់មកចុច1ចុច2រងចាំតិចបាត់អស់អញ្ចឹងដល់ពេលបងប្អូនចុចបើកមកវិញណាបងប្អូនចុចបើកមកវិញរងចាំតិចអញ្ចឹងដល់ពេលដែលបងប្អូនចុចបើកមកវិញវានឹងធ្វើការដំណើរការតហើយពេលបងប្អូនចុចបើកមកវិញនោះចឹងគ្រាន់តែបងប្អូន set setting ឲ្យត្រូវដូចដើមមកហើយចុច start ទៅវានឹងធ្វើការ count calculate តហើយអញ្ចឹងណាអានេះវាបិទ position មិញមួយដោយសារខ្ញុំដាក់ pin មួយនៅក្នុង MD5 ខ្ញុំអញ្ចឹងកន្លែងចំណុចនេះសង្ឃឹមថាបងប្អូនយល់បន្តមកទៀតយើងចូលក្នុង tab setting ក្នុង tab setting នេះមើលបងប្អូនគាត់សួរថា align trading strategy នេះស្អីគេអានេះគឺ lot strategy ដែលវាដើរនៅក្នុង function trading normal mode ណា normal mode តែ normal mode នេះគឺវាដើរទៅតាម SMA signal ចឹងអា function នេះពាក់ព័ន្ធជាក់ស្ដែងយើងអាចប្រើតាម SMA signal បានទេពីព្រោះថាហេតុអី SMA signal បច្ចុប្បន្ននេះគឺវាដើរបើរាល់ថ្ងៃយើងចាប់ជាមួយ flow chart signal ICT model FVG នៅតែពេលខ្លះសារឡកនៅតែខុសខ្លះចុះតម្រាំតាម SMA ទៀត scalping ហ្នឹងទៀតមែនទេបងប្អូនអញ្ចឹងខ្ញុំមិនប្រកាសមិនថាបងប្អូនលេងបានក៏ប៉ុន្តែមើលកលៈទេសៈផងអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងគឺវាធ្វើការយក strategy 3នេះដើម្បីយកទៅធ្វើការប្រើប្រាស់ដែលទី1គឺ fix step ណា fix step នេះគឺ scalping ខ្លីៗទីហោថាវាចោះមកយើងឃើញថាវាបាយទៅវាឡើងទៅ take profit ទៅវាឃើញវាឡើងមើលទៅថាត្រូវចោះ SMA តម្លាក់ចោះមកហើយយើង sell ទៅធ្លាក់មក take profit ទៅហើយពាក់ព័ន្ធជាមួយនឹង1.6 នេះវាពាក់ព័ន្ធមួយ swing ខ្លីៗវាមិន swing លក្ខណៈថាដូចអ្នកអាជីពដាក់ម្ដង swing 3ញ៉ៃអីអត់ទេអញ្ចឹងណាចឹងវាអាចទិញនៅចំណុចណាមួយ4338ទីហោហើយវាទៅកាត់នៅពាក់កណ្ដាលមួយចិត្តដល់4347អីចឹងទៅតាម lot ដែលយើងដាក់ហើយពាក់ព័ន្ធជាមួយនឹង
0.01 step នេះមានថាហ្នឹងគឺ fix ហ្មងមានថាតម្លៃវា order គឺ lot size វាចេញប៉ុណ្ណឹងគឺ fix ហ្មង 0.01 ទាំងអស់អញ្ចឹងណាអញ្ចឹងកាលពីមុន function ហ្នឹងខ្ញុំឲ្យ tick មួយតែដល់ពេលបន្ទាប់មក version 7.2 ទៅចុច 2 អញ្ចឹងខ្ញុំក៏ដាក់ smart work មានថាចុចបាច់គឺវា auto select ខ្លួនវាហ្មង3ហ្នឹងវា switch ទៅ switch មកខ្លួនវាមើលតាមឱកាសតែរឿងឱកាសហ្នឹងពេលខ្លះក៏វាមិនឲ្យផលមកវាពេញលេញដែរអញ្ចឹងមកខ្ញុំអត់សូវ recommend ឲ្យប្រើប្រាស់ជាមួយនឹងnormal mode ទេណា normal mode ទេខ្ញុំឲ្យប្រើជាមួយ2នេះយើងមើលតាមជាក់ស្ដែងអញ្ចឹងកន្លែងចំណុចនេះបើសិនជាបងប្អូនចង់ឲ្យដើរទាំង3បងប្អូនចុច smart work បើបងប្អូនចង់ select fix មួយបងប្អូនចុចដក tick ចេញណាដល់កន្លែង order specching នេះគឺជាគោលដៅយើងនិយាយថាគម្លាតនៃការទិញលក់ឬមួយក៏យើងអាចនិយាយបានថាគឺជាគោលដៅសម្រាប់យើងធ្វើការទិញលក់តាម signal ដែលវាចាប់បានជាក់ស្ដែងឧទាហរណ៍ខ្ញុំកំណត់គិតជា second ខ្ញុំគិត40 second អញ្ចឹង40 second វាបើ60 second វា1នាទីណាខ្ញុំដាក់ក្រោម1នាទីដាក់40 second អញ្ចឹងបងប្អូនចុច 40.0 ក៏នៅតែ40ណាបងប្អូនចុច0មួយទៀតក៏នៅតែ40ដែរហេតុអីតោះ0មួយទៀតវាស្មើនឹង40000អញ្ចឹងអាហ្នឹងវាគិតផ្សេងអញ្ចឹងបងប្អូនដាក់40 second ខ្ញុំដាក់40 second default បងប្អូនអាចស្រីតាមហ្នឹងហើយចំនួន order ដែលវាចេញក្នុង40 second ហ្នឹងវាចេញបាន5អញ្ចឹងមុខងារហ្នឹងគឺសម្រាប់ធ្វើការចេញ order ចេញទិញឬមួយក៏លក់តាម signal ដែលវាចាប់បានជាក់ស្ដែងឥឡូវខ្ញុំ load chart មួយទៅដើម្បីស្រួលបង្ហាញអញ្ចឹងដល់ពេលឧទាហរណ៍ថាវាកំពុងចាប់វាឃើញថា IFVG បារិះហើយអញ្ចឹងវាដឹងថាកន្លែងហ្នឹងនឹងចុះអញ្ចឹងវាឃើញ BBR resistance វាប៉ះហ្នឹងអញ្ចឹងវាត្រូវចុះហើយអញ្ចឹងនៅពេលដែលបងប្អូនកំណត់នៅកន្លែងហ្នឹងអញ្ចឹងវាធ្វើការ sell ហើយតែវាមើលតាមជាក់ស្ដែងឧទាហរណ៍ថាវាឥឡូវវាកំពុងនៅហ្នឹងវាបំរុងវាត្រូវ signal វាត្រូវចុះមែនតាមបច្ចេកទេសវាត្រូវចុះមែនតែសួរថាវាចុះណាបើវាអត់ទាន់ទេវារងចាំមើលសិនអញ្ចឹងណាតែបើបងប្អូនចង់ឲ្យវា order តិចមួយទៀតចេញមួយហើយនឹងហានិភ័យធម្មតាយើងចេញមួយហានិភ័យក៏វាតិចដែរអញ្ចឹងបងប្អូនអាចតម្លើងទៅជា120វាស្មើនឹង2នាទីអញ្ចឹងបងប្អូនដាក់180អីចឹងទៅវាអាច3នាទីតិចអីចឹងទៅអញ្ចឹងបងប្អូនអាចតម្លើងតាមនឹងបានតម្លើងតម្លាក់ហើយចំពោះ position order បងប្អូនអាចដាក់2 3តាមចិត្តបងប្អូនតែកុំដាក់0តែដាក់0វាអត់មានអី order ទេណាអញ្ចឹងខ្ញុំដាក់40វិញដែរពាក់ព័ន្ធជាមួយនឹង position recovery setting ខាងលើនេះគឺ order spec គម្លាតនៃការវិចេញទិញលក់ position recovery setting នេះគឺជា position សម្រាប់បញ្ជាឲ្យវាទិញលក់ដែរក៏ប៉ុន្តែក្នុងមុខងារធ្វើការ recovery ឧទាហរណ៍ថាបើលើនេះវាទិញអញ្ចឹងវាទិញមកតែដល់ពេល signal វាបែរទៅជាលក់វិញវា reverse មកវិញវាពងខាតវាតាមវាមានព័ត៌មានមានអីចឹងណាអញ្ចឹងមុខងារមួយនេះធ្វើការចេញ order ដើម្បីតកាក់មុខងារមួយនេះគឺសម្រាប់ធ្វើការទៅចេញ order ដែរទិញលក់ដែរតែដើម្បីធ្វើការកាក់កុំឲ្យអា position លើនេះវាខាតច្រើនពេកអញ្ចឹងណាតន់កន្លែងហ្នឹងអញ្ចឹងពីរហ្នឹងគឺចំណុចខ្លឹមអញ្ចឹងដែលខ្ញុំបាន set ថាខាងលើនេះខ្ញុំឲ្យចេញតិចតែកន្លែងមុខងារ position recovery setting នេះអានេះខ្ញុំ set ខ្លួនខ្ញុំដាក់40000ដាក់10000អញ្ចឹងទៅអញ្ចឹងអានេះយើងគិតជា loop មក loop វាមានថាមក order វាប្រហែល position អញ្ចឹងវាចេញ position នោះវាកណនីជាក់ស្ដែងក្នុងរយៈពេល20 second ក្នុងរយៈពេលloop ជាក់ស្ដែងមួយវាធ្វើការតម្លាក់ order អញ្ចឹងណាចានេះខ្ញុំ time wait second ឡើយនេះខ្ញុំដាក់ខុសជាស្រ័យ time wait second ខ្ញុំដាក់20អានេះខ្ញុំដាក់1000នេះបានត្រូវអានេះ make recovery attempt មានថាចំនួនដែលធ្វើការដាក់10000ចំនួនដែលធ្វើការចេញ order ដើម្បីធ្វើកាក់អញ្ចឹងមានថាវាអាចចេញបាន10000% មកវា reset ម្ដងអញ្ចឹងណាអញ្ចឹងវាមិនមែនថាចេញម្ដង10000វាចេញមកទាំងអស់អត់ទេវាចេញ3 4 5 6យើងដាក់ឲ្យច្រើនព្រោះថាម៉េច
ធម្មតាបើសិនជាវាដាក់វាកណនី flow chart ទីហោថាវាកំពុងតែបាយតែវាធ្លាក់មក sell ធ្លាក់មក sell បើសិនជាយើងដាក់តិចពេកទីហោថាវា recovery មកយើងដាក់ទៅ20ដល់ពេល position ឡើងហ្នឹងវាអាចចេញលើ20ដល់ពេលវាចេញលើ20វាដល់កន្លែងដែល M3 វាឈប់ត្រឹម20វាចាំសិនហើយវាចាំដល់នាទីវាអាច reset បានទៀតអញ្ចឹងពេលខ្លះដល់នាទី reset អា signal វាផុតចុះបាត់ហើយអញ្ចឹងវារកចាំឱកាសមួយទៀតដល់នាទីវារក M3 ថ្មីវាចេញ order មកថ្មីទៀតអញ្ចឹងវាអាចខាតបងយើងអញ្ចឹងខ្ញុំដាក់ឲ្យវាច្រើនទៅណាសង្ឃឹមបងប្អូនយល់ហើយហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់កំណត់20 second ព្រោះខ្ញុំឲ្យចេញលឿនហើយចេញ order ចំនួន 20000 ណាតែបងប្អូនអាចសេរីថែមតាមហ្នឹងទៅពីព្រោះថាមិនមែនឲ្យបងប្អូន set តាមខ្ញុំទេព្រោះខ្ញុំធ្វើវីដេអូបញ្យល់ function នេះគឺបញ្យល់ឲ្យបងប្អូនយល់ហើយនឹងធ្វើការតេស្តបញ្ជាក់តេស្តជាមួយ demo មុនបានធ្វើការសម្រេចចិត្តថាយកមកតេស្តជាមួយដាក់រលុយជាមួយ account ស៊ីនពីព្រោះថាម៉េចឲ្យយល់ function សិនស្លាប់ឬមួយក៏រស់លើ function ហ្នឹងហើយណាអញ្ចឹងកន្លែងហ្នឹងគឺពីរហ្នឹងគឺមួយគឺចេញ order តាមគោលដៅ signal ទិញមួយក៏លក់ណានៅក្នុង tab setting ហ្នឹងកន្លែង switching order ហ្នឹងហើយកន្លែង position recovery setting នេះគឺបញ្ចេញ order តាមគោលដៅតែគោលដៅដែលវាកំពុងខាតអញ្ចឹងវាចេញ position សម្រាប់ recovery កុំឲ្យខាតហើយវាធ្វើការ recovery take profit មកវិញពីរហ្នឹងខុសគ្នាប៉ុណ្ណឹងពាក់ព័ន្ធជាមួយ reverse order recovery ដែលខ្ញុំដាក់ថាដេញតាម order កន្លែងហ្នឹងគឺមានន័យថាចេះនេះដាក់ដេញតាម order នៅពេលសញ្ញាដំបូងមិនដំណើរការអញ្ចឹងមានន័យថាយើងគិតជា P អានេះបងប្អូនយើងអ្នក trade ខ្ញុំមិនបាច់និយាយទេខ្ញុំដាក់ 0.01 អញ្ចឹងអា time order ខ្ញុំដាក់ 10000 អញ្ចឹងមានន័យថាបើសិនជាវាកណនីមើលជាក់ស្ដែងថាបើសិនជា balance យើងតម្លៃទីហោយើង$27ហើយផ្សារពងយើងដាក់បាយសុកស្រាប់វាលក់មក sell វិញអញ្ចឹងវាធ្វើការកណនីតាម balance យើងជាក់ស្ដែងហើយវាធ្វើការចេញ order តាម reverse signal មានថាវាចេញដែរអាមួយនេះ recovery អា position recovery នេះវាចេញតាម signal ដែលវាច្រាស់ទៅតាម delay វាមួយដើម្បីធ្វើការ close position មួយដើម្បី take profit មួយក៏យករួចខ្លួនឬមួយខាតតិចតួចតែអាមួយនេះគឺចេញ position ដែរ recovery ដែរតែនៅពេលដែលផ្សារលក់ឧទាហរណ៍ថាពងជួញសុកស្រាប់តែចេញព័ត៌មានមួយដូចថ្ងៃមុនប៉ាំងមួយ plate 50 លេខទៅ100 លេខអញ្ចឹងអាមួយនេះមុខងារមួយនេះ reverse order recovery នេះគឺសម្រាប់ធ្វើការចេញ position ភ្លាមនៅពេលដែលផ្សារវាលក់អញ្ចឹងខ្ញុំកំណត់គិតជាចំនួន P per trade hold ហើយកន្លែង attempt ឲ្យចេញនេះខ្ញុំដាក់ឲ្យធំទៅដាក់ 10000 ទៅតែមិនប្រកាសថាវាចេញ 10000 ទាំងអស់ទេ 10000 នេះវាអាចចេញ1ចេញ2អញ្ចឹងទៅអញ្ចឹងណាចឹងកន្លែងហ្នឹងថាបងប្អូនអាចធ្វើការតេស្តជាក់ស្ដែងមើលខ្លួនឯងទៅព្រោះខ្ញុំបញ្យល់វាមិនដូចយើងដាក់តេស្តខ្លួនឯងទេតែបញ្ជាក់តេស្តជាមួយ account demo សិនទៅខ្ញុំយល់ថា account demo វាអត់មាន emotional ទេមានថាយើងប្រើយើងអត់មានអារម្មណ៍ថាផ្ដោតទេព្រោះថាម៉េចវាមិនមែនជាលុយពិតតែខ្ញុំមិនមែនឲ្យបងប្អូនតេស្តដើម្បីមិនមែនឲ្យបងប្អូនតេស្តដើម្បីឲ្យគិតថាវាសេះវាអីទេខ្ញុំឲ្យបងប្អូនតេស្តឲ្យដឹងអំពីមុខងារវាឲ្យច្បាស់បានយើងអាចយកទៅលេងបានមិនខុសណាពីជិះម៉ូតូបើយើងជិះម៉ូតូអង្គយ៉ាហើយយើងដាក់លេខឲ្យមូទៅមុខអត់ចាប់អង្គយ៉ាទៅមុខមិនវាមិនម៉ូតូយើងធម្មតាដាក់តែលេខមូទៅណាមិនពួកអូតូមិនលេខយើងធម្មតាណាម៉ូតូអង្គយ៉ាម៉ូតូត្រៃអញ្ចឹងទៅចាប់អង្គយ៉ាមិនទៅអញ្ចឹងណាអញ្ចឹងត្រូវដឹង function វាមិនទៅរួចអញ្ចឹងកន្លែងចំណុចហ្នឹងគឺបងប្អូនយល់អញ្ចឹងកន្លែង news setting នេះគឺពាក់ព័ន្ធជាមួយនឹង auto purse បើសិនជា tick មានថាវាធ្វើការឆែក API ដែលខ្ញុំកំណត់នៅក្នុងហ្នឹងវាមើលថាព័ត៌មានណាដែលវាមើលទៅវា impact វាប៉ះពាល់ខ្លាំងវាធ្វើការបិទមុន15នាទីតែដំណើរការនៃការដែលវាបិទហ្នឹងគឺវាមិនមែនបិទហើយវាស្រាតវិញទេអត់ទេពីព្រោះថាខ្ញុំដាក់លក្ខខណ្ឌហ្នឹងដោយសារពេលខ្លះព័ត៌មានបដិញគ្នា5-10នាទីហ្នឹងចេញព័ត៌មានមួយ15នាទីទៀតចេញព័ត៌មានមួយទៀតអញ្ចឹងវាបដិញគ្នាអញ្ចឹងវាអង្គុយតែបិទឲ្យបើកទីហោចន្លោះពេល1 second 2 second ហ្នឹងវាដោះ position មិនទាន់បើបោះដោះទាន់វាមិនអីតែក្នុងមួយនិយាយសំណាងមួយក្នុងមួយលានគ្រោះថ្នាក់អញ្ចឹងខ្ញុំធ្វើការវា stop សិនទៅហើយចាំបងប្អូនចេះសារតខ្លួនឯងទៅតែបច្ចុប្បន្ននេះសឹងតែមិនបាច់នឹង tick ពីព្រោះហេតុអីវាគ្មានព័ត៌មានណាច្បាស់លាស់ទេ
ណាវាគ្មានព័ត៌មានណាច្បាស់លាស់ទេចឹងដោះចោលទៅដល់បងប្អូន set តែលើតែ target នេះ target លុះនេះឲ្យច្បាស់ខ្លួនឯងទៅបានតែបងប្អូនសុកចិត្តខាតប៉ុណ្ណាតែប៉ុណ្្នឹងក៏បានដែរណាចឹងចំពោះ tab កន្លែង setting នេះខ្ញុំបញ្យល់អស់ប៉ុណ្ណឹងហើយក៏សម្រាប់ខ្ញុំបញ្យល់ប៉ុណ្ណឹងខ្ញុំគិតថាវាក្បោះក្បាយហើយតែបងប្អូនចង់ឲ្យក្បោះក្បាយយើងហ្នឹងបងប្អូនអាចធ្វើការយកអីដែលខ្ញុំនិយាយហ្នឹងយកទៅមើលតេស្តក្នុង demo ជាក់ស្ដែងអញ្ចឹងរឹតតែយល់តែបើសិនជាបងប្អូនថតមួយសួរខ្ញុំបងអាហ្នឹងស្អីគេថតមួយសួរខ្ញុំបងអាហ្នឹងស្អីគេទាំងអត់មើលសោះហ្មងខ្ញុំបញ្យល់មិនអស់ទេបងប្អូនអញ្ចឹងណាពីព្រោះថាម៉េចបើអត់មើលផងណារៀនដែរមើលសភៅផងតែប្រឡងចេះអីមានបើកចាក់ខុសទៀតមើលឆាត GPT សួរអត់ចេះសួរគេទៀតអញ្ចឹងណាសម័យឥឡូវគេថាប្រឡងអត់ជាប់ដល់ប្រឡងមានបាក់មើលឆាត GPT ហ្នឹងហើយមើលចោះតែអត់ចេះសួរឆ្លើយសួរគោឆ្លើយកបីឡើយហ្នឹងចឹងនៅពេលដែលបងប្អូនចុច start bot ដំណើរការណាឥឡូវខ្ញុំធ្វើការចុច start bot ឥឡូវលុយយើង$28ខ្ញុំចុចឲ្យខាតតែ$10ខ្ញុំយកចំណេញខ្ញុំដាក់30ទៅអូខេខ្ញុំចុច start ចឹងបងប្អូនចុចនៅពេលចុច start បងប្អូនចុច log output បងប្អូននឹងឃើញដំណើរការរបស់វាធ្វើការចឹងយើងឃើញថាឥឡូវនេះវាកំពុងតែ hold ព្រោះណាម៉េចវារងចាំមើលឱកាសចឹងកន្លែងហ្នឹងនេះឃើញខ្ញុំដាក់ដល់10000ជាង20000ជាងហើយសួរហេតុអីបានវាមិនចេញជន់យកតែហ្មងទៅ order វាអត់ទេវាមើលជាក់ស្ដែងដែរវាកណនីមួយ balance យ៉ាងដែរមកវាចេញ order បើឲ្យដាក់បងប្អូនដាក់ដល់1លាន2លានក៏នៅតែប៉ុណ្្នឹងដែរព្រោះហេតុអីវារងចាំឱកាសព្រោះ AI អ្នក calculate AI អ្នកកណនីហើយវាបញ្ជាទៅកូដនៅក្នុង bot ហ្នឹងឲ្យវាទិញឲ្យលក់តាមលក្ខខណ្ឌអញ្ចឹងណាហើយវាអាចផ្លាស់ប្ដូរប្រែប្រួលតាមកលៈទេសៈបានតែដូចខ្ញុំនិយាយយ៉ាងសំបីតែមនុស្សក៏វាអាចនឹងភ្លាំងភ្លាត់ដែរចេះរំម AI វាឆ្លាតប៉ុណ្ណាក៏ដោយក៏វាទៅការរៀនពីបញ្ហាដែរចានេះដូចឃើញជាក់ស្ដែងគេដាក់នេះឃើញ block ហ្នឹង switching block វា block order ឡើយ switching វាចាប់ដើមចេញ hole នេះឃើញទេចឹងវាចាប់ដើមចេញ order ចឹង order បន្ទាប់នេះគឺ position កម្មមុខងារសម្រាប់ធ្វើការដោះ hole វាអត់ចេញអាមុខងារ switching order នេះមកទេវាចេញអា hole release មកនេះឃើញទេចឹងបងប្អូនអាចមើលក្នុង log នេះបានបន្ទាប់មកទៀតកន្លែង log output នេះសម្រាប់មើលព័ត៌មានក្នុង log អញ្ចឹងណាតែវាកំពុងដំណើរការមិនអីមិនចាឥឡូវនេះវា order 0.01 មួយទៀតឃើញទេបាទអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចអង្គុយមើលបានហើយមើលយូរអាចវិលមុខអញ្ចឹងពាក់ព័ន្ធជាមួយនឹងកន្លែង tab ដែលខ្ញុំដាក់ថ្មីនេះគឺ detail ឥឡូវចូល like detail ក្នុង detail នេះគឺមាន live trading detail អញ្ចឹងនៅក្នុងហ្នឹងគឺមាន balance យើង live balance យើង goal 2026.61 មាន equity នេះគឺ live មានថាលុយដែលក្នុង$28.61វាកំពុងធ្វើការជួញដូរអញ្ចឹងអានេះគឺ free margin វាប្រហែល21.69អាហ្នឹងវាឡើងចុះអញ្ចឹង margin level ប្រហែល 400% អានេះគឺ live ផ្ទាល់ពី broker ចានេះ account demo ទូចទេបើ account យើង standard វិញចូល100,000នេះណាចាឥឡូវនេះវាចេញប្រហែលនេះកន្លែង profit loss information អញ្ចឹងឥឡូវវា total position ទាំងអស់នេះ total ទាំងអស់គឺប្រហែល 1.49 អញ្ចឹងវាឡើងចុះតាមនឹងផ្ទាល់ណាអញ្ចឹង total profit អត់ទាន់មានទេដោយសារតែវាកំពុងតែ live គឺឃើញថាវានៅខាតឡើយអញ្ចឹងកន្លែងនេះគឺ position summary អញ្ចឹង position summary ឃើញថា sell មាន4ឥឡូវឃើញ4ណា 4ណា sell 4ឥឡូវពង active បៃតងមានពងចំណេញអាក្រហមហ្នឹងពងនៅខាតអញ្ចឹង all position ទាំងអស់4អញ្ចឹងឥឡូវកន្លែង volume summary យើងឃើញថា buy total អានេះគិតជា lot មានថា4ហ្នឹងប្រហែល lot អញ្ចឹង4ហ្នឹងគឺ4 lot អញ្ចឹង 0.01 4 lot ណាអញ្ចឹងឥឡូវ 0.01 ប្រហែលណា5 lot អញ្ចឹងឃើញទាំងអស់ឃើញប្រហែល5 0.05 ឃើញទេអញ្ចឹងវា total ឃើញហើយវាបង្ហាញយើងផ្ទាល់នៅហ្នឹងហ្មងអញ្ចឹងឧទាហរណ៍ថាពងជួញដូរស្រាប់តែឃើញបាត់ position 1 2សួរអា position ហ្នឹងវាបាត់ទៅណាអញ្ចឹងតិចទៀតបងប្អូននឹងឃើញអានេះដែលហេតុខ្ញុំដាក់ទូចចឹងប្រហែលជាមើលអត់ឃើញទេវានឹងធ្វើការបង្ហាញថា position ហ្នឹងវាកាត់ទៅកាត់ដើម្បី recovery កាត់ទៅកាត់ដើម្បី reverse កាត់ខាតមួយក៏ស្អីអញ្ចឹងណាចឹងបងប្អូនអាចមើលជាក់ស្ដែងតាមក្នុងនឹងបាន
ដោយសឹងតែមិនមើល MD5 នេះផងបាត់ចោលចាំបងប្អូនអាចមើលក្នុងនឹងបានថាវា order ហ្នឹងវា order មិនអីមិនសម្រាប់ធ្វើការអីអញ្ចឹងណាអញ្ចឹងនៅពេលដែលរយៈពេល2 second ម្ដងវានឹងធ្វើការ refresh flow chart ហ្នឹងហើយ2 second ម្ដង refresh ម្ដង2 second វា refresh ម្ដងអញ្ចឹងបងប្អូនអាចតាមដាន track ព័ត៌មានតាមនឹងបានហើយនឹងមើលថា profit យើងបានប្រមាណហើយយើងជក់ hold ប្រមាណ percent កំពុងខាតមួយកំពុងចំណេញបងប្អូនអាចធ្វើការបិទសម្រាប់ចិត្តថាបិទបានអីបានបាច់ទៅពិបាកបើក MD5 គឺរាប់មួយនាំហត់ទេជឿខ្ញុំបានដាក់ឲ្យហើយណាអញ្ចឹងនៅពេលដែលបងប្អូនធ្វើការស្ដាប់អ្វីដែលខ្ញុំបញ្យល់ទាំងអស់នេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ហើយនឹងធ្វើការតេស្តបន្ថែមហើយសង្ឃឹមថាបងប្អូនទទួលបាន profit គ្រប់គ្នាហើយនៅពេលដែលបងប្អូនបាន profit ហើយបងប្អូនដកលុយដកកាក់ណាបងប្អូនណាបងប្អូនអាចកលេចមើល function ខាងលើនេះបានណាបងប្អូនចុចមកចុចលេងបងប្អូនពេលដែលបងប្អូនចុចមកនឹងឃើញទម្រង់បែបនេះហើយបងប្អូនអាចធ្វើការអង្គាសជាបច្ច័យឲ្យខ្ញុំឲ្យថ្លៃកាហ្វេស្រាប់ចិត្តបងប្អូនចង់ឲ្យមិនចង់ឲ្យអាហ្នឹងខ្ញុំអត់ប្រកាន់អីទេបើឲ្យអរគុណច្រើនហើយបងប្អូនអញ្ចឹងវីដេអូហ្នឹងណែនាំគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងធ្វើការសិក្សាស្វែងយល់បន្តទៅទៀតជូនពរបងប្អូនជោគជ័យទាំងអស់គ្នាហើយបើខាតក៏មិនមែនថាមិនខាតដែរវាខាតតែសង្ឃឹមថាឲ្យវាខាតតិចកុំឲ្យដូចចុងឆ្នាំ2025ហ្នឹងវាប្រហែលថ្ងៃម្នាក់រៀងជោគជាំខ្លាំងដែរទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាអញ្ចឹងណាខ្ញុំថាឆ្នាំថ្មីនេះគឺចំណេញភាគច្រើនទាំងអស់គ្នាឥឡូវនេះគឺវាទៅដល់ target ដែលយើងសុកចិត្តខាត$10ហើយនេះដល់ target យើងសុកចិត្តខាត$10អញ្ចឹងយើងចូលទៅមើលក្នុងលោកនេះគឺវាបិទអស់ហើយអញ្ចឹងនេះយើងខាតអស់$10បាទដល់$10គឺវាបិទអូតូវាអត់ជួយដូរថ្មីទៀតទេណាតែបើសិនជាបងប្អូនឲ្យចង់ឲ្យជួយដូរថ្មីបងប្អូនចុច reset មកហើយ set សារដើមមកហើយចុច start ទៅចំពោះ function នេះគឺលេងជាមួយនឹង account send គឺសុបាយលេងណាពីព្រោះហេតុអីយើងចាយលុយតិចតែយើងខាតអស់4-10រៀលអីទេវាអត់ខាតច្រើនហើយយើងអាចបើកចោលបានព្រោះពីមុនខ្ញុំដាក់ទៅវាពេលខ្លះហែងពិបាកយើងបើកចោលទៅវាដាច់ទៅហ្មងអញ្ចឹងណាព្រោះវាចំណេញយកតែម្ដងអញ្ចឹងឥឡូវខ្ញុំដាក់ function នេះខ្ញុំថាបងប្អូនអាចយកទៅប្រើប្រាស់ត្រូវគោលដៅទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណ